ការតាមដានទស្សនាទៅនឹងព្រឹត្តិការណ៍ក៏ដូចជាព័ត៌មានរបស់យើងជាបន្តទៀតយើងឃើញថាយើងងាកមកតាមដានទស្សនានៅព្រឹត្តិការណ៍ព័ត៌មានជាបន្តទៅទៀតយើងនៅក្នុងខេត្តកំពង់ចាមវិញម្ដងអភិបាលខេត្តកំពង់ចាមបានធ្វើការដែលជំរុញឲ្យមានការដែលរួមគ្នាបន្តនៅក្នុងការខិតខំលើកកម្ពស់ការកែលម្អនៅសកម្មភាពក្នុងការអនុវត្តឲ្យកាន់តែប្រសើរនិងប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈរួមជាមួយនឹងការអភិវឌ្ឍនៅក្នុងមូលដ្ឋានអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមគឺឯកឧត្តមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តចាស់បានធ្វើការដែលជំរុញនៅក្នុងការដែលលើកទឹកចិត្តក៏ដូចជាទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នានៅក្នុងការដែលខិតខំប្រឹងប្រែងនៃការលើកកម្ពស់ការកែលម្អរួមជាមួយនឹងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរនៅក្នុងការដែលផ្ដល់ទៅនឹងសេវាសាធារណៈរួមជាមួយនឹងការអភិវឌ្ឍមូលដ្ឋានសម្រាប់ទៅនឹងប្រជាពលរដ្ឋជាពិសេសគឺជនដែលងាយរងគ្រោះដូចជាស្ត្រីកុមារមនុស្សចាស់ជនក្រីក្ររួមជាមួយនឹងជនដែលមានពិការភាពនៅក្នុងមូលដ្ឋានរបស់ខ្លួនការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសនៃការបើកទៅនឹងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី28ខែមករាឆ្នាំ2026ក្រោមវត្តមានរបស់ឯកឧត្តមឃ្លូតផនដែលជាប្រធានក្រុមប្រឹក្សាខេត្តការថ្លែងនៅក្នុងឱកាសនោះឯកឧត្តមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានធ្វើការដែលជំរុញឲ្យមានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពសម្ដៅក្នុងការដែលកសាងនិងការពង្រឹងនៅសន្តិសុខរួមជាមួយនឹងសណ្ដាប់ធ្នាប់ក្នុងសង្គមនៃការលើកកម្ពស់អនាម័យបរិស្ថានសុខុមាលភាពប្រជាពលរដ្ឋនិងការកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហន្តរាយឬក៏ការដែលបន្តនៃការលើកទឹកចិត្តក្នុងការដោះស្រាយនៅវិវាទក្នុងមូលដ្ឋានប្រព័ន្ធក្រៅប្រព័ន្ធតុលាការដើម្បីបង្កទៅនឹងភាពអនុគ្រោះទៅដល់ដំណើរការរួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចនៅមូលដ្ឋាននិងការឈានឲ្យបង្កើនល្បឿននៃការកាត់បន្ថយនៅភាពក្រីក្រជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានធ្វើការដែលជំរុញឲ្យបន្តក្នុងការដែលពង្រឹងភាពជាម្ចាស់ការលើការអនុវត្តនៅគម្រោងមូលនិធិឃុំសង្កាត់ដោយត្រូវយកចិត្តទុកដាក់សូមកុំឲ្យប្រាចាកឬក៏ខុសពីនីតិវិធីដើម្បីក្នុងការដែលធានាបាននៅសង្គមគតិភាពរួមជាមួយនឹងការអនុវត្តនៅគោលការណ៍បែបបទនិងនីតិវិធីនានាក្នុងការលើកកម្ពស់ការគ្រប់គ្រងរួមជាមួយគម្រោងខេត្តគម្រោងក្រុងស្រុកឃុំនិងសង្កាត់រួមជាមួយនឹងការដែលប្រើប្រាស់ទៅនឹងថវិកានៃគុណប្រយោជន៍ប្រកបដោយភាពរលូនតម្លាភាពគណនេយ្យភាពប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពផងដែរចា៎ចឹងយើងឃើញថានេះដែលជាការលើកទឹកចិត្តក៏ដូចជាការដែលជំរុញពីសំណាក់ថ្នាក់ដឹកនាំខេត្តឲ្យមន្ត្រីក្រមអាវ៉ាត់នឹងបន្តក្នុងការខិតខំលើការលើកកម្ពស់ការកែលម្អនៃការអនុវត្តនៅសកម្មភាពឲ្យកាន់តែមានភាពល្អប្រសើរមានប្រសិទ្ធភាពក្នុងការដែលផ្ដល់ទៅនឹងសេវាសាធារណៈជាពិសេសវិញទៀតគឺការអនុវត្តនៅក្នុងមូលដ្ឋានតែម្ដងហើយជាមួយគ្នានោះយើងឃើញថាអាដាមមុនចន្ទាបានធ្វើការលើកឡើងបន្ថែមថាចំពោះការដោះស្រាយជុំវិញទៅនឹងបញ្ហាវិវាទព្យាយាមដោះឲ្យអស់ពីលទ្ធភាពក្រៅប្រព័ន្ធតុលាការជាក់ស្ដែងចាបើដោះមិនចេញចាំបន្តទៅកាន់តុលាការបន្ថែមទៀតព្យាយាមក្នុងការសម្របសម្រួលនៃការដោះស្រាយហើយចំណុចដែលសំខាន់មួយទៀតដែលអាដាមបានធ្វើការលើកឡើងថាចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះដូចជាកុមារមនុស្សចាស់ជរារួមជាមួយជនក្រីក្រជនមានពិការភាពក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ធ្វើយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការកែលម្អនៃការអនុវត្តឲ្យក្នុងការផ្ដល់ទៅនឹងសេវាសាធារណៈនៅក្នុងមូលដ្ឋានអរគុណសូមបញ្ចប់នៅព័ត៌មាននេះត្រឹមតែប៉ុណ្ណេះដែល like នេះខ្ញុំក៏សូមអង្វរអារម្មណ៍ទស្សនិកជនសូមងាកមកធ្វើការតាមដាន